Yes okay okay សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺថាខ្ញុំមកចាប់គូឲ្យប្រុសកំឡោះប្រុសក្មេងតោះយើងមកលេងចាប់គូហើយអ្នកទាំងអស់គ្នាបន្ទាប់ពីគាត់ដាក់ហាយមកកាន់ខ្ញុំគាត់ថាបានហាយនិយាយថាខ្ញុំអត់ចង់ទុកយូរឲ្យប្អូនបាយទេអ្នកទាំងអស់គ្នាខ្ញុំក៏សួរទៅកាន់គាត់ភ្លាមចង់បានសង្សារអត់ហើយគាត់ក៏តបមកខ្ញុំវិញថាចង់បានធ្វើដូចមើលរភើបអីបន្តិចសោះហ្មងក៏ប៉ុន្តែប្អូនក៏ប្រាប់មកកាន់បងថាបងរកឲ្យខ្ញុំមួយមកអូខេរកអីបន្តិចទៀតចាំបងយកស្រីស្អាតឲ្យអ្នកទាំងអស់គ្នាចង់ឃើញគូគាត់អត់ថាគូគាត់ស្អាតកម្រិតណាបន្ទាប់ពីគាត់ឲ្យខ្ញុំរកឲ្យហើយខ្ញុំក៏បានឆាតទៅកញ្ញាម្នាក់មានឈ្មោះថាអូនលីណានិយាយទៅអ្នកទាំងអស់គ្នាយើងចាប់គូលេងទៅចាប់លេងអាចថាគូប្រេងយើងពិតមែនក៏ថាបានដែរគូប្រេងមិនគូប្រេងវាថិតថេរលើការញ៉ែរបស់យើងដែរអ្នកទាំងអស់គ្នាដោយសារតែគាត់ឆាតមកខ្ញុំថាអាយដលរកសង្សារខ្ញុំមួយហើយខ្ញុំជាមនុស្សចិត្តល្អជួយចិត្តជួយគេអ្នកទាំងអស់គ្នាខ្ញុំក៏ជួយរកសង្សារគាត់មែនហើយខ្ញុំថាចង់បានសង្សារមែនអូខេអត់អីតែយើងទៅដាក់គូគាត់ទាំងអស់គ្នាមើលថាសមគ្នាមិនសមគ្នាមុននឹងដាក់គូឲ្យអ្នកទាំងអស់គ្នាខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាគូនឹងផែមិនសមនឹងគាត់ទេសមនឹងខ្ញុំជាងអូខេកុំឲ្យនៅយូរ Let's go អ្នកទាំងអស់គ្នាមើលស្រីស្អាតម្នាក់នេះមានឈ្មោះថាអេលីសាហើយគាត់បានឆាតមកកាន់ខ្ញុំថា Hi Idol ក្នុងនាមខ្ញុំជាមនុស្សប្រុសស្មោះអ្នកទាំងអស់គ្នាឃើញស្រីស្អាតឆាតមកហើយបើមិនតបគេថាយើងនឹងរឹកហើយខ្ញុំមិនចាំយូរឡើយខ្ញុំក៏បានតបទៅកាន់គាត់វិញថាសូមអ្នកថយចាញ់អើយមានអាណាអ្នកទាំងអស់គ្នាគ្រាន់តែខ្ញុំតបអញ្ចឹងភ្លាមគាត់ដាក់សញ្ញាសួរបដ ហើយអ្វីដែលថាសំខាន់អ្នកទាំងអស់គ្នាគាត់ឆ្ងល់ខ្លាំងមែនទែនចាំមើលគាត់និយាយសំឡេងមកថាមួយឯងចង់សរសេរពីអីខ្ញុំវាអត់យល់នេះសរសេរពីអីបោបូមក្នុងលើអាថយចេញមិនហត់តែមែនតើអត់យល់អញមិនឃើញអត់ចង់ឃើញអញមិនចង់ឃើញអញមិនចង់ឃើញអ្នកទាំងអស់គ្នាខ្ញុំមិនទាន់បានតបអីសោះគាត់ថារើសអើងម៉េះបងហើយខ្ញុំក៏ឆ្លើយឆ្លងទៅកាន់គាត់វិញថារើសអើងនឹងមានន័យថាម៉េចមានអាណាមករពេចក្រោយមកគាត់ថាធ្វើអីដឹងខ្លួនឯងហើយប្រុសសាវ៉ាបន្ទាប់ពីគាត់ថាខ្ញុំសាវ៉ាហើយអ្នកទាំងអស់គ្នាខ្ញុំក៏បានតបទៅកាន់គាត់ថាជំរាបសួរហើយនិយាយពីថាខ្ញុំចូលចិត្តញោះដែរអ្នកទាំងអស់គ្នាអត់ទុកយូរទេខ្ញុំថាខ្ញុំបាទឈ្មោះវ៉ាន់ថាមានអាណាគាត់ថាដឹងស្អីទេនិយាយឆ្វេងទៅស្ដាំប្រូសម្រាប់អញ្ចឹងហ៎តាហ្នឹងហើយ